ជំរាបសួរបងប្អូនទាំងអស់គ្នាដូចបងប្អូនបានដឹងហើយគឺក្នុងថ្ងៃទី28ខែមីនានេះប្រទេសប្រមាណប្រទេសមានប្រទេសមីយ៉ាន់ម៉ាថៃហើយវៀតណាមជាដើមគឺរងផលប៉ះពាល់នៃការរំជួយដីបងប្អូនហើយថៃនោះរងផលប៉ះពាល់ពីភូមិមាបន្តមកដែលមានការរំជួយដីរហូតដល់ហៅថា 7.7 Richter ដែលនាំឲ្យមានការរលំអគារហើយក៏បាក់សំណង់ផ្សេងដូចបងប្អូនបានឃើញនៅតាមវីដេអូក៏ដូចជារូបភាពផងដែរបងប្អូនឃើញហើយជាពិសេសប្រទេសថៃហ្នឹងគឺមានវីដេអូជាច្រើននៅក្នុងបណ្ដាញសង្គមហើយរឿងនេះគឺជារឿងមួយដែលគួរឲ្យសោកស្ដាយណាបងប្អូនជារឿងមួយដែលគួរយើងហៅថាជារឿងមិនគួរកើតឡើងទេប៉ុន្តែវាជាយើងហៅថាគ្រោះធម្មជាតិមិនអាចនរណាមួយទៅហាមឃាត់បាននោះទេនៅក្នុងប្រទេសថៃនៅក្នុងការបាក់រលំអគារនេះតាមក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈហ្នឹងក៏បានចេញលិខិតមួយដែរថាវាមានពលកររបស់យើងធ្វើការនៅទីនោះដែរអគារមួយដែលបានបាក់ស្រុតទៅនោះដែលមានពលករហើយកម្មករខ្មែរនៅទីនោះប៉ុន្តែចំនួនជាក់ស្ដែងរហូតមកដល់ពេលនេះមិនទាន់ដឹងច្បាស់នោះទេបងប្អូនហើយបើតាមព័ត៌មានថ្មីបងប្អូនព័ត៌មានហ្នឹងគេហទំព័រ page ថ្មីគាត់បានចុះផ្សាយថាតាមរយៈក្រុមការងាររបស់សង្ត្រាល់ប្រចាំប្រទេសថៃហ្នឹងកំពុងតែតាមដានស្រាវជ្រាវពាក់ព័ន្ធនឹងពលករខ្មែរដែរដែលបាក់ស្រោតអគារហ្នឹងអគារដែលកម្ពស់30ជាន់រងផលប៉ះពាល់ហើយនឹងខូចខាតនោះអញ្ចឹងតាមដាននេះគឺអត់ទាន់ដឹងច្បាស់លាស់ជាផ្លូវការទេគ្រាន់តែដឹងថាអគារបាក់នេះមានពលករកំពុងធ្វើការនៅទីនោះរហូតដល់317នាក់ហើយក្នុងនោះមាន80នាក់នោះតាក់ទងមិនបាននោះទេបងប្អូនណានឹងតាមប្រភពព័ត៌មានបន្តពីសង្ត្រាល់បងប្អូនសង្ត្រាល់នេះគឺជានេះបងប្អូនជាយើងហៅថាកន្លែងមជ្ឈមណ្ឌលមួយនេះមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្សនៅទឹកដីថៃបងប្អូនណាយ៉ាងតាមព័ត៌មានចុះផ្សាយហ្នឹងគឺលើកឡើងអំពីព័ត៌មានមួយចំនួនបង្ហាញនៅក្នុងថ្ងៃទី28នេះតែម្ដងប៉ុន្តែចំពោះការអាប់ដេតឬក៏បច្ចុប្បន្នភាពបន្តទៀតបងប្អូនត្រូវតែតាមដានតាមបណ្ដាញសង្គមបន្តទៀតថាតើពលករខ្មែរយើងទៅធ្វើការនៅប្រទេសថៃនោះមានប្រមាណអ្នកមានគ្រោះថ្នាក់ឬក៏យ៉ាងណាតើតើយើងតាមដានព័ត៌មានបន្ថែមទៀតបងប្អូនណាហើយនៅក្នុងវីដេអូនេះបងប្អូនអាចមើលឲ្យមានរូបភាពប្រទេសភូមាដែលបាក់ស្រោតអគារនេះច្រើនណាស់បងប្អូនហើយនៅក្នុងនោះដែរក៏មានបូជនីយដ្ឋានពាក់ព័ន្ធនឹងអគាររបស់ពុទ្ធសាសនាត្រូវបានបាក់ស្រុតផងដែរហើយមិនត្រឹមតែអគារទេផ្លូវក៏បាក់ស្រុតដែរបងប្អូនណាហើយវិច័យដនអីមានអគារមួយនោះអគារសិក្សារបស់ព្រះសង្ឃកំពុងតែប្រឡងនោះក៏ត្រូវរំជួយដីធ្វើឲ្យរំខានដល់ការប្រឡងរបស់ព្រះសង្ឃនោះផងដែរហើយនេះនៅក្រុងម៉ាន់ដេលេនៅប្រទេសភូមាបងប្អូនអញ្ចឹងនៅក្នុងនេះអត់មានអ្វីជាយើងមានន័យថាជាការគួរឲ្យចាប់អារម្មណ៍ទេតាមព័ត៌មាននេះគ្រាន់តែឃើញនៅវីដេអូនេះវាជារឿងមួយដែលយើងហៅថាសង្វេគណាបងប្អូនដែលកើតឡើងចំពោះជាតិសាសន៍ចំពោះប្រទេសជុំវិញយើងប៉ុន្តែជាផលសំណាងប្រទេសយើងមិនអីបងប្អូនប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយក៏យើងនៅតែគួរតែមានន័យថាផ្សាយចិត្តមេត្តាទៅដល់
ប្រទេសជុំវិញយើងនោះឯងហើយមិនត្រឹមតែប៉ុណ្ណោះដូចជាទឹកដីថៃឬក៏ប្រទេសផ្សេងក៏មានបងប្អូនខ្មែរយើងនៅទីនោះផងដែរជារឿងមួយដែលគួរឲ្យអាណិតអាសូរចំពោះគ្រោះថ្នាក់ដែលកើតឡើងដោយគ្រោះថ្នាក់ធម្មជាតិនេះបងប្អូនចំពោះការរំជួយដីនេះនៅក្នុងពុទ្ធសាសនាក៏មានលើកឡើងដែរប៉ុន្តែនេះគឺជាវិកតាផ្ដោតទៅលើធម្មជាតិបងប្អូនអញ្ចឹងមានហេតុដល់ទៅ8នៅក្នុងពុទ្ធសាសនានិយាយដូចជាបងប្អូនស្ដាប់មើលថាតើហេតុនៅក្នុងពុទ្ធសាសនានឹងនិយាយវាមានពាក់ព័ន្ធនៅក្នុងចំណុចមួយណាអញ្ចឹងសូមតាមដានស្ដាប់ដូចតទៅផែនដីយ៉ាងធំម្លេះមនាលអានន្តឯហេតុបច្ច័យដែលនាំឲ្យកក្រើកផែនដីនេះមាន8យ៉ាងហេតុបច្ច័យទាំង8យ៉ាងតើដូចម្ដេចខ្លះមនាលអានន្តមហាប្រតិពីនេះប្រដស្ថាននៅលើទឹកឯទឹកប្រដស្ថាននៅលើខ្យល់ខ្យល់ប្រដស្ថាននៅលើអាកាសមនាលអានន្តសម័យដែលមានខ្យល់ធំបក់ខ្យល់ធំដែលបក់នោះរមែងធ្វើទឹកឲ្យកក្រើកឯទឹកដែលកក្រើកមកហើយក៏ធ្វើផែនដីឲ្យកក្រើកដែរនេះជាហេតុជាបច្ច័យទី1ដែលនាំឲ្យកក្រើកផែនដីជាយ៉ាងធំមនាលអានន្តសមណៈក្តីព្រាមក្តីដែលមានរិទ្ធដល់នៅការស្ទាត់ជំនាញក្នុងចិត្តឬទេវតាដែលមានរិទ្ធធំមានអានុភាពធំបុគ្គលនេះចម្រើនបថវ័យសញ្ញាឲ្យមានកម្លាំងតិចចម្រើនអបោសញ្ញាឲ្យមានកម្លាំងច្រើនបុគ្គលនោះរមែងធ្វើផែនដីនេះឲ្យក៏ក្រោករំពើករំភើបញាប់ញ័របាននេះជាហេតុជាបច្ច័យទី2ដែលនាំឲ្យកក្រោកផែនដីជាយ៉ាងធំមនាលអានន្តមួយទៀតកាលណាតែព្រះពោធិសត្វសយតចពុទេវតាដែលស្ថិតនៅក្នុងឋានអសត្វមានសតិនិងសម្បជញ្ញៈយាងចោះកាន់ព្រះមាតុឧទរក្នុងការនោះផែនដីនេះតែងក៏ក្រឹករំភើបញាប់ញ័រនេះជាហេតុជាបច្ច័យទី3ដែលនាំឲ្យកក្រឹកផែនដីជាយ៉ាងធំមនាលអានន្តមួយទៀតកាលណាដែលព្រះពោធិសត្វមានសតិនិងសម្បជញ្ញៈទ្រង់ប្រសូតចាកព្រះនាថឧត្តរក្នុងការនោះផែនដីនេះតែងក៏ក្រែករំភើបញាប់ញ័រនេះជាហេតុជាបច្ច័យទី4ដែលនាំឲ្យកក្រែកផែនដីជាយ៉ាងធំមនាលអានន្តមួយទៀតកាលណាដែលព្រះតថាគតត្រាស់ដឹងនៅអនុត្តរសម្មាសម្ពោធិញ្ញាណក្នុងការនោះផែនដីនេះតែងក៏ក្រោករំភើបញាប់ញ័រនេះជាហេតុជាបច្ច័យទី5ដែលនាំឲ្យកក្រោកផែនដីជាយ៉ាងធំមនាលអានន្តមួយទៀតកាលណាដែលព្រះតថាគតញ៉ាំងអនុត្តរធម្មចក្រឲ្យប្រព្រឹត្តទៅក្នុងការនោះផែនដីនេះតែងក៏ក្រោករំភើបញាប់ញ័រនេះជាហេតុជាបច្ច័យទី6ដែលនាំឲ្យកក្រោកផែនដីជាយ៉ាងធំមនាលអានន្តមួយទៀតកាលណាដែលព្រះតថាគតមានសតិនិងសម្បជញ្ញៈដាក់ចោះនៅអាយុសង្ខារក្នុងការនោះផែនដីនេះតែងក៏ក្រោករំភើបញាប់ញ័រនេះជាហេតុជាបច្ច័យទី7ដែលនាំឲ្យកក្រោកផែនដីជាយ៉ាងធំមនាលអានន្តមួយទៀតកាលណាដែលព្រះតថាគតបរិនិព្វានដោយអនុបតិសេសនិព្វានធាតុក្នុងការនោះផែនដីនេះតែងក៏ក្រោករំភើបញាប់ញ័រនេះជាហេតុជាបច្ច័យទី8ដែលនាំឲ្យកក្រោកផែនដីជាយ៉ាងធំមនាលអានន្តហេតុបច្ច័យដែលនាំឲ្យកក្រោកផែនដីជាយ៉ាងធំមាន8យ៉ាងនេះឯង